រៀបសួរបងប្អូនខ្ញុំខានមកអាប់ដេតតំណាំនៅលើដំបូងផ្ទះយូរហើយព្រោះអីមួយរយៈនេះតំណាំអត់សូវល្អដោយសារអត់មានពេលខែហើយនេះគឺជាមកដុំដែលខ្ញុំដាំស្លឹកខែនេះអត់សូវល្អទេដាក់ផាងខ្លះខ្ញុំដាក់ដីវារាក់ពេកហើយខែនោះវាត្រូវការថូររៀងធំជាងហ្នឹងទៅវាល្មមព្រោះយើងដាំម្ដងយើងបានកាច់ស្លឹកវាញ៉ាំបានយូរឆ្នាំបើយើងថែបានល្អបានមួយឆ្នាំលើសដល់2ឆ្នាំអីចឹងទៅហើយអីដែលល្អហ្នឹងគឺនេះស្លឹកខ្ទឹមវិញយកពីខ្ទឹមក្រហមមកនេះយើងសំចាយប៉ុណ្ណេះនេះដាក់ថែមពី3មើមខ្ទឹមក្រហមទៀតមកមិនបាច់ទៅសាទិញស្លឹកខ្ទឹមទិញអីទេហើយនេះខ្ញុំដាក់វាចម្រុះចេះតិចកុំឲ្យវាតកៅស៊ីពេកគីឡូតកៅវាធំក្លិនធំអីចឹងវាមិនសូវស៊ីចាបអីវាមិនសូវស៊ីចឹងឃើញតែមានសណាញ់ចេះទេប៉ុន្តែចាបនៅតែចូលគួរឲ្យខ្លាចចាបហើយនេះដើមបេស៊ីលដែលគេតែងធ្វើផាស្តាទៅគេដាក់ក្លិនវាស្តៀងម្រះព្រៅរបស់យើងខ្ញុំឃើញក្លិនវាឈ្ងុយក៏ខ្ញុំយកមកដាក់មកគីឡូកំចាត់តកៅកំចាត់អីបានខ្លះប៉ុន្តែមែនតើទៅមិនដឹងកំចាត់បានមែនអត់ទេហើយនេះខ្ញុំដាក់តកួនមកគ្រាន់ញ៉ាំបន្តខែលហើយនឹងសាឡាត់ថែមប៉ុន្តែវាអត់សូវល្អខ្យងស៊ីយើងអត់បានមើលអស់លីងមកផាងពីរផាងនេះដាក់តក្របទៅអស់លីងហើយពេញប៉ោះនេះយើងដាំខែនេះវាអត់សូវល្អទេពេញប៉ោះយើងដាំខែល្ងាបានវាល្អពេញប៉ោះនេះផ្អែមឆ្ងាញ់ពេញប៉ោះចកោមហើយអានេះដូចជា blackberry ដាំប្រហែលឆ្នាំហើយអត់ទាន់មានចេញផ្លែអីបានម្ដងទេចេះស្រោចទឹកទៅនេះស្តែជាដីដែលមកពីខែដែលវាងាប់ខ្ញុំមិនទាន់បានឆ្នៃដាក់ដាំបន្តព្រោះមានកូននេះកូនស្បៃកូនតសក់អីបន្តបន្ទាប់ហើយខាងនោះស្វិតអស់ហើយមិនទាន់បានស្រោចទឹកផ្កាមានផ្កាមានអីមានពេញប៉ោះមានអីចឹងទៅតែពេញប៉ោះដូចនិយាយចឹងវាដាំអត់បានផ្លែល្អមិនមែនថាយើងមិនដាក់ជីទេដាក់ជីដាក់អីហើយប៉ុន្តែគាត់វាដូចអាកាសធាតុរដូវកាលវាដែរចឹងទៅក៏វាអត់ល្អហើយខាងនេះវិញគឺផ្កាខ្លះពេញប៉ោះខ្លះអានងក៏ងាប់ទៅអានោះខាងនោះស្បៃហាងផ្កាกระដាស់ចរោះពណ៌ប៉ុន្តែវារយផ្កាអស់បើវានៅផ្កាស្អាតណាហើយនេះផ្កាម្ជុលអត់ទាន់បានរៀបចំទេចាំរៀបចំឲ្យស្អាតបោះអីឲ្យស្អាតចាំថតម្ដងទៀតព្រោះថ្ងៃមុនខ្យល់ខ្លាំងអាចដើរអីនោះធ្លាក់មកសកត់ពេញតាការ៉ូពេញតាតំណាំអញ្ចឹងទៅលើកមកវិញមកអាឈើនោះពីកណាត់នោះបាក់អស់បន្តិចទៅឈើនេះឈើខ្ញុំទុកកោពួកនេះតំណាំតែប៉ុណ្ណឹងត្រូវយើងមករៀបចំវារាល់ថ្ងៃដែរហ្នឹងបើយើងអត់មកអាសារៀបចំទេវាលញ៉ៃដូចដែលឃើញចឹងមួយរយៈណាខ្ញុំរវល់ទៅខ្ញុំទុកវាចោលទៅវាមើលទៅវាអត់ស្អាតចាំមួយរយៈទៀតដកឃ្លាពីការងារបានច្រើនមកធ្វើពួកនេះអាស្រ័យលើយើងឆ្លៀតដែរទេយើងរវល់ប៉ុណ្ណាលើយើងឆ្លៀតក៏បានតែខ្ញុំរវល់ហើយខ្ញុំហត់ខ្ញុំអត់ទៅបានឆ្លៀតខ្ញុំឡើងមកតែស្រោចទឹកបោះតិចតួចហើយនេះផ្កាដាំទៅមានអីឃើញស្អាតអានេះបំបែកពីអាផើងធំនោះផ្កាម្ជុលនេះប៉ុន្តែវាអត់ល្អអាបំបែកអាដើមធំគេនោះនៅតែផ្កាបន្តផ្កាល្អអញ្ចឹងទៅហើយនេះគេហៅដើមផ្កាម្លិះទឹកខ្មុំក៏ម្លិះជប៉ុនណាខ្ញុំភ្លេចបាត់ហើយអ្នកលក់5ផ្កាវាស្អាតវារយអស់រាល់ដងវាចេញ 4-5 ចកោមពេញប៉ោះនៅលើផ្ទះឥឡូវគឺនៅសល់តែតំណាំលើដីតំណាំលើទឹកតើតែបន្តិចទៀតបានដាក់ដាំសាថ្មីរោផលិតផលខ្មែរឲ្យបានសិនពីព្រោះអីអត់ប្រើផលិតផលផ្ទះលេខ2ទៀតទេពហិការដាច់ខាតតែម្ដងទោះអត់កំប្រើដែរចាំបោះខ្មែរចាំបោះប្រទេសផ្សេងក៏បានប្រើ
នេះទេសភាពជាមួយនឹងពលឺថ្ងៃហើយនឹងខ្យល់ល្វិចដល់សានរញ៉េរញ៉ៃបាក់គេមែនតាពេលខ្យល់មកនោះធ្លាក់អាស្អីគេដេញចាប់នោះអស់ហើយតើបានយកវិញផងចាវីដេអូ review មានតែប៉ុណ្ណឹងទេនាំឲ្យបងប្អូនមកមើលភាពរញ៉េរញ៉ៃនៃចំការតូចនៅលើផ្ទះខ្ញុំហើយនេះទេសភាពវត្តនៅតែស្រស់ស្អាតដដែលហើយនេះផ្លូវគេធ្វើថ្មីពីមុនបឹងបលាយឥឡូវគេបើកផ្លូវថ្មីជម្រាបលា